ជាខ្លាំងរំពេចនោះស្រាប់តែទឹកស្រះកើតមានរលកបោកបក់គួយពួកគេចុះឡើងពេលនោះពួកគេក៏បានស្លាប់ភ្លាមមួយសន្ទុះក្រោយមកតាផាននិងមីងខុំក៏បានដើរមកដល់ពុកវាមុននេះខ្ញុំដូចជាឮសំឡេងមនុស្សស្រែកណាខ្ញុំក៏ឮដែរឬក៏ពួកក្មេងកំឡោះវានាំគ្នាដេញសัตว์ទេដឹងពូផាននិងមីងខុំឈរជជែកគ្នាមួយសន្ទុះស្រាប់តែពួកគាត់បានឃើញសពនីចប់នីជីកអណ្ដែតទឹកត្រាឡើងមកអើយមានមានសពមនុស្សស្លាប់ណាពុកវាអើយពុកវាម៉ែវានោះជាសពនេះចប់នឹងនេះជីកតើមែនហើយពុកវាគួរឲ្យអាណិតណាស់ប្រហែលពួកគេបានធ្វើរឿងបំពានជ្រុលហួសហេតុពេកហើយមើលទៅនោះពួកយើងត្រូវយករឿងនេះទៅជម្រាបលោកមេភូមិទៅបានណាតោះម៉ែវាចាពុកវាលុះដើរមកឆ្ងាយពីស្រះបន្តិចពូផាន់ក៏បាននិយាយថាម៉ែវាខ្ញុំតាំងពីបានជួបរឿងកាលពីលើកមុនមកខ្ញុំមិនហ៊ានដើរកាត់ស្រះនោះទេខ្ញុំរៀងចាលហើយចាពុកវាកាលនោះណាពុកវាស្ទើរតែជ្រុះសក់អស់ទៅហើយព្រោះភ័យលួសព្រលឹងអស់កុំតែបានប្រដេចគុណភ័យជួយទេកុំអីណាចាប់មិនខានឡើយហើយកាលនោះណាខ្ញុំពិតជាអាណិតពុកវាឯងណាបាទសង្ឃឹមតែក្មេងៗចំនួនក្រោយវាមិនធ្វើរឿងបំពានស្រះចាស់នោះទៅចុះនិយាយអំពីនីប៉ង់ដែលបានចាន់មាសវិញដេករំភើបមិនឈប់សោះឡើយនៅផ្ទះនីប៉ង់តើខ្ញុំគួរតែលក់ចាន់នេះឲ្យតែឈ្មួញណាល្អទៅសំណាងមែនតែនខ្ញុំឈ្មួញបារាំងឈ្មួញលាវឬក៏លក់ឲ្យឈ្មួញចិនវិញកំពុងតែមានក្តីរំភើបស្រាប់តែមានសំឡេងមួយបាននិយាយមកកាន់នីប៉ង់ថាឆាប់យកចាននោះទៅដាក់នៅក្នុងស្រះវិញភ្លាមបើមិនចង់មានគ្រោះថ្នាក់ស្អីគេសំឡេងស្អីមកពីណាអញ្ចេះវ៉ៃឆាប់យកចានមាសទៅវិញភ្លាមវាមិនមែនជារបស់ឯងទេកុំគិតថាយើងល្ងងយកមាសទៅបោះចោលនោះមានតែមនុស្សឈួតប៉ុណ្ណោះតែនេះមិនមែនជារបស់ឯងទេចាននេះជាសម្បត្តិពីបុរាណឯងមិនបានសុំស្នើគឺឯងជាអ្នកលួចយកមកចេញទៅយើងមិនឈួតយកទៅដាក់ក្នុងស្រះនោះវិញទេឃើញថានីប៉ង់ជាមនុស្សចិត្តលោភនិយាយគ្មានការគោរពគ្មានហេតុផលភ្លាមនោះស្រាប់តែមានពស់ដ៏ធំមួយបានបង្ហាញខ្លួនចេញមកពស់ធំណាស់ជួយផងភ្លាមនោះនីផានត្រូវបានពស់ចិត្តរហូតទាល់តែស្លាប់ដំណឹងនេះក៏បានដឹងដល់អ្នកភូមិគ្រប់គ្នាផងដែរនៅផ្ទះលោកមេភូមិតើលោកពូមេភូមិគិតបែបណាបន្តអំពីស្រះនោះមែនហើយលោកមេភូមិគ្រប់គ្នាហាក់មានការខ្លាចស្រះនោះណាបើបែបនោះគ្រប់គ្នាមុខជាមិនមានទឹកហូបទេណាលោកមេភូមិមិនអីទេកុំបារម្ភអីណាពូនឹងនិមន្តព្រះសង្ឃមកសូត្រធម៌សុំខមាទោសនិងឧទ្ទិសកុសលជូនដល់អ្នកដែលបានស្លាប់ហើយក្មួយក៏ត្រូវតែជួយផ្សព្វផ្សាយកុំឲ្យមានអ្នកមកប្រមាថបំពាននៅកន្លែងនេះទៀតដែរឮទេបាទលោកពូមេភូមិខ្ញុំនឹងជួយធ្វើរឿងនេះឲ្យបានអស់ពីសមត្ថភាពម្យ៉ាងទៀតពូនឹងដឹកនាំអ្នកភូមិដើម្បីជីកស្រះថ្មីចុះនោះពួកយើងនឹងមានទឹកប្រើកាន់តែច្រើនវិញហើយបាទលោកពូមេភូមិពិតជាមជ្ឈបាយល្អណាស់ស្រះចាស់ទុកជាសម្បត្តិបុរាណសម្រាប់គោរពចំណែកស្រះថ្មីគឺជាស្រះសម្រាប់ផ្ដល់ទឹកប្រើប្រាស់មែនហើយបានហើយឥឡូវចាប់ផ្ដើមការងារនេះចុះណាចម្រើនស្អែកនេះក្មួយជួយនិមន្តបដិជគុណមកណាពួកយើងនឹងធ្វើពិធីនៅជាប់នឹងមាត់ស្រះក្បែរខ្ទមអ្នកតាដើមកលាញ់តែម្ដងបាទលោកពូមេភូមិបើអញ្ចឹងខ្ញុំនឹងទៅផ្សព្វផ្សាយដល់បងប្អូនឲ្យបានដឹងនិងចូលរួមគ្រប់គ្នាបាទអរគុណហើយណាចម្រើនដែលឯងតែងជួយសម្រួល